ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំបាទជាមន្ត្រីកសិកម្មឃុំចូលរួមសម្របសម្រួលទីផ្សារលក់ទុរេនជូនប្រជាកសិករក្នុងភូមិកែផុសដោយបងអ្នកទិញទុរេនបានតាក់ទងមកខ្ញុំជាមន្ត្រីកសិកម្មឃុំសួរនាំថាតើនៅកែផុសមានទុរេនណាដែលល្មមបេះល្មមទុំល្មមផ្លែល្មមលក់អីទេខ្ញុំក៏បានតាក់ទងទៅបងស្រីដែលជាកូនរបស់លោកអ៊ំម្ចាស់ចំការសួរនាំពាក់ព័ន្ធជាមួយតម្លៃអ្នកលក់តែចង់បានថ្លៃចំណែកអ្នកទិញតែចង់បានថោកចំណែកខ្ញុំជាអ្នកសម្របសម្រួលតែចង់ឲ្យមានការទិញលក់ដោះដូរឲ្យបានកាន់តែច្រើនក្នុងតំបន់ទើបសម្រាប់ចិត្តសុំអ្នកលក់ចុះថ្លៃបន្តិចសុំអ្នកទិញឡើងថ្លៃបន្តិចដើម្បីឲ្យតម្លៃមួយអាចទិញលក់បានបាននិយាយពីបងអ្នកទិញវិញដំបូងថាយកតែ100គីឡូទេពេលដែលបានមកដល់ឃើញទុរេនស្អាតមានការពេញចិត្តជាខ្លាំងឥឡូវនេះបដូរចិត្តយក200គីឡូមូលហេតុនេះហើយទើបអ្នកលក់តែចង់ឲ្យអ្នកទិញមកដល់ចំការដើម្បីបានឃើញទុរេនអាចនឹងយកច្រើនជាងមុនខណៈពេលនេះដែររើបាន3កញ្ច្រែងហើយ3កញ្ច្រែងនេះគឺ100ជាងគីឡូអ្នកទិញមិនទាន់អស់ចិត្តទេគាត់បានទៅរើ50គីឡូទៀតដើម្បីបង្គ្រប់200គីឡូចំណែកឯអ្នកលក់កំពុងតែមមាញឹកក្នុងការរៀបចំទុរេនទុកដាក់យ៉ាងណាដើម្បីឲ្យទុរេនពេលដឹកទៅដល់កុំឲ្យមានការខូចខាតចំណែកដល់បងប្អូនដែលបានទស្សនាវីដេអូនេះបានឃើញបងប្រុសដែលមកទិញទុរេននៅកែផុសសូមជួយទិញគាត់ផងគាត់លក់នៅកំពង់ស្ពឺបងប្អូនដែលជា fan ខាងកំពង់ស្ពឺជួយគាំទ្រផងហើយខ្ញុំធានាថាទុរេនដែលបងប្អូនបរិភោគឬទិញតពីគាត់គឺធានាថាជាទុរេនធម្មជាតិពិតៗដែលដាំដុះនៅទឹកដីឃុំកែផុសនេះផ្ទាល់សម្រាប់បងប្អូនចង់ទិញទុរេនចង់ញ៉ាំទុរេនអាចនឹកដល់ទុរេនកែផុសបានហើយក្នុងចំការរបស់លោកអ៊ំនេះដែរមិនមានត្រឹមតែទុរេនទេមានមង្ឃុតសាម៉ាផងដែរបើសិនជាបងប្អូនចង់ទិញញ៉ាំឬក៏ទិញលក់បន្តអាចទាក់ទងមកខ្ញុំបានឬក៏អាចមកដល់ចំការផ្ទាល់ខ្ញុំនឹងនាំបងប្អូនទៅទិញដល់ចំការតែម្ដងហើយនេះដែរគឺជាសកម្មភាពរបស់លោកអ៊ំម្ចាស់ចំការកំពុងតែរៀបចំមង្ឃុតដាក់ក្នុងកេសដើម្បីផ្ញើទៅដល់មួយដែលបានកំងគាត់កាលពីអាទិត្យមុន